ជំរាបសួររីករាយស្វាគមន៍សម្រាប់ពេលវេលារៀនភាសាកូរ៉េតាមរយៈភាសាខ្មែរហើយនេះជាពេលវេលាសិក្សាសប្បាយៗជាមួយនឹងភារុនម្ដងទៀត안녕하세요. 거모대 선생님피룬이에요. 자,ថ្ងៃនេះដូចគ្នាពួកយើងនឹងបន្តសិក្សាអំពីរឿងព្រេងនិទាននេះជាបន្តទៀតតែមុននឹងសិក្សានៅវគ្គបន្តនេះខ្ញុំសូមរំលឹកនៅពាក្យខ្លះៗដែលពួកយើងបានរៀនកាលពីសប្តាហ៍មុនតែអ្នកទាំងអស់គ្នាមានចាំពាក្យថាថាចាពេលនេះមានន័យថាធំហើយចាធំអស់ហើយអញ្ចឹងឧទាហរណ៍ថា우리 딸도 이제 다 컸어요. 우리 딸도 이제 다 컸어요. 자, ពេលនេះមានន័យថាកូនស្រីរបស់យើងឥឡូវនេះធំហើយចាអញ្ចឹងយើងនៅគ្នាបន្តសិក្សាជាបន្តទៀតនៅពាក្យមួយទៀត 일을 끝내다. 일을 끝내다. 자, ពេលនេះមានន័យថាធ្វើការចប់ឬក៏នៅចប់នៅអ្វីមួយអញ្ចឹងឧទាហរណ៍ថា 일을 다 끝냈어요. 일을 다 끝냈어요. 자, មានន័យថាធ្វើការចប់ហើយចាក្រោយពីបានសិក្សានៅពាក្យខ្លះៗកាលពីសប្តាហ៍មុនមកអ្នកខ្ញុំសូមអង្វរអារម្មណ៍មកសិក្សាជាមួយអ្នកខ្ញុំជាបន្តទៀតក្នុងរឿងព្រេងនិទានក្នុងថ្ងៃនេះអញ្ចឹងយើងនឹងគ្នាសិក្សាអំពីរឿងព្រេងនិទានខុងជីផាត់ជី자 들으세요. 콩쥐 팥쥐. 어렵게 풀을 뽑던 콩쥐는 놀랐습니다. 아이고, 어쩌나 호미 자루가 부러져 버렸네. 나는 이제 집에도 돌아갈 수가 없구나. 콩쥐는 눈물을 뚝뚝 흘렸습니다. 잘 들었었나요? 자, ក្រោយពីស្ដាប់រឿងព្រេងនិទានជាភាសាកូរ៉េមកនេះខ្ញុំនឹងបញ្ចូលនៅពាក្យក៏ដូចជាប្រយោគនៃពាក្យនីមួយៗក្នុងរឿងនិទាននេះដែរអញ្ចឹងសូមមិត្តអាននិងស្ដាប់តាមអ្នកខ្ញុំទាំងអស់គ្នានៅក្នុងរឿងព្រេងនិទាននេះតែម្ដងចាតោះទៅរៀនទាំងអស់គ្នា어렵게 풀을 뽑던 콩쥐는 놀랐습니다. 자, នាងគង្ជីមានការភ្ញាក់ផ្អើលមែនទែនដែលនាងដុតស្មៅនឹងដើរលំបាកចាមិនដឹងថាមកពីមូលហេតុអ្វីនោះទេអញ្ចឹងយើងនឹងគ្នាសិក្សានៅពាក្យនីមួយៗក្នុងប្រយោគនេះតែម្ដង따라해 보세요. 놀랐습니다. 놀랐습니다. 자, ពេលនេះមានន័យថាមានការភ្ញាក់ផ្អើលនៅអ្វីមួយអញ្ចឹងយើងនឹងគ្នាសិក្សានៅពាក្យនេះដដែលនៅពាក្យថា 놀랐습니다. មានន័យថាជាការភ្ញាក់ផ្អើលក៏ប៉ុន្តែវាគឺជាប្រយោគក្នុងអតីតកាលអញ្ចឹងកិរិយាសព្ទដើមរបស់វានឹងគឺជាពាក្យថា 놀라다. 놀라다. ចាមានន័យថាភ្ញាក់ផ្អើលវាគឺជាកិរិយាសព្ទដើមរបស់ពាក្យថា 놀라다. ឧទាហរណ៍ថា 어머니가 놀랐습니다. 어머니가 놀랐습니다. ចាមានន័យថាអ្នកម្ដាយក៏មានការភ្ញាក់ផ្អើលចាក៏ភ្ញាក់ផ្អើលអញ្ចឹងពាក្យថា 어머니 ពេលនេះមានន័យថាអ្នកម្ដាយឬក៏ម៉ែអញ្ចឹងអ្នកខ្ញុំនឹងឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់ជាងនេះ 아기가 놀랐습니다. 아기가 놀랐습니다. ចាពេលនេះមានន័យថាកូនងាដែលមានការភ្ញាក់ផ្អើលមិនដឹងថាកូនងាគាត់គេនឹងភ្ញាក់ផ្អើលពីរឿងអីនោះទេអញ្ចឹងពាក្យថា អាគីអ្នកទាំងអស់គ្នាដឹងរួចហើយមានន័យថាកូនងាឬក៏ទារកអញ្ចឹងបន្តនៅពាក្យនេះដដែលទៅលើពាក្យថា 깜짝 놀랐다. 깜짝 놀랐다. ពេលនេះមានន័យថាភ្ញាក់ផ្អើលភ្លាមចាអញ្ចឹងពាក្យថា 깜짝 ចានិយាយថាពីអ្វីដែលភ្ញាក់ផ្អើលដែលយើងមិនបានព្រាមទុកឬគឺជាការលន់មាត់ផងដែរលន់មាត់នៅអ្វីមួយដែលថា 깜짝 ដែលភាសាខ្មែរយើងដូចថាគេអាចលើកថាជាពាក្យលន់មាត់នៅចេញនៅសំឡេងអ្វីមួយចាអញ្ចឹងសូមអានតាមនេះខ្ញុំទាំងអស់គ្នានៅពាក្យថា 깜짝 អញ្ចឹងឧទាហរណ៍ថា 깜짝 놀랐어요. 깜짝 놀랐어요. 자, ខ្ញុំមានការភ្ញាក់ផ្អើលមែនទែន 어머니가 깜짝 놀랐어요.
어머니가 깜짝 놀랐어요. 자, 내마다이 민가 그냥 아 플림플림 거라만 끝목 이거 그냥 아 담도. 아기가 깜짝 놀랐어요. 아기가 깜짝 놀랐어요. 자, cậu máឬក៏ក្មេងៗនឹងមានការភ្ញាក់ផ្អើលចាដូចជាអ្នកម្ដាយដែរមានការភ្ញាក់ផ្អើលដូចគ្នាអញ្ចឹងយើងក្នុងគ្នាបន្តនឹងសិក្សានៅប្រយោគបន្ទាប់ទៀត 아이고 어쩌나 호미 자루가 부러져 버렸네. 아이 ឬក៏អូធ្វើម៉េចដងកណ្ដៀវបាស់ហើយចាអញ្ចឹងមានបញ្ហាទៅនៅពេលដែលដងកណ្ដៀវបាក់អញ្ចឹងចាអញ្ចឹងយើងអ្នកគ្នាសិក្សាបន្ថែមទៀតនៅក្នុងប្រយោគនេះតែម្ដងតារ៉ាហេភូសេយោ호미 자루 호미 자루ចាពីនេះមានន័យថាដងកណ្ដៀវអញ្ចឹងពាក្យថា 부러져 버렸네 부러져 버렸네 អញ្ចឹងពេលនេះមានន័យថាបាក់អញ្ចឹងកិរិយាសព្ទរបស់វាគឺ 부러져 버리다 부러져 버리다 មានន័យថាបាក់វាគឺជាកិរិយាសព្ទដើមអញ្ចឹងសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំតារ៉ាហេភូសេយោ아이고 아이고ចាមានន័យថាអូឬក៏អីចាក្នុងលក្ខណៈដែលយើងប្រើដូចថាភ្ញាក់ផ្អើលឬក៏លន់នៅសម្លេងនៅអ្វីមួយឬក៏លន់មាត់នៅអ្វីមួយ어쩌나 어쩌나ចាពេលនេះមានន័យថាធ្វើម៉េចឬក៏ឲ្យធ្វើយ៉ាងណាអញ្ចឹងពេលថា어쩌나វាស្មើនឹងពាក្យថា어떡하나 어떡하나ចាពេលនេះមានន័យថាធ្វើម៉េចឬក៏ឲ្យធ្វើយ៉ាងណាចាពាក្យថា어쩌나 어떡하나ពេលនេះគឺវាស្មើគ្នាចាចង់ប្រើមួយណាក៏បានក៏អត់បញ្ហាដែរអញ្ចឹងឧទាហរណ៍ថា 아이고 어쩌나 아이고 어쩌나អីឬក៏ធ្វើម៉េចល្អចាធ្វើម៉េច 아이고 어떡해 아이고 어떡해 ឬក៏អីយើងធ្វើយ៉ាងម៉េចចាធ្វើយ៉ាងម៉េចឬក៏ធ្វើយ៉ាងណាអញ្ចឹងឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់ជាងនេះ 아이고 어쩌면 좋아 아이고 어쩌면 좋아ចាឬក៏អីធ្វើម៉េចល្អចាធ្វើម៉េចល្អជួយប្រាប់ផងអញ្ចឹងវាស្មើនឹងពាក្យថា 아이고 어떡하면 좋아 아이고 어떡하면 좋아ចាអីធ្វើយ៉ាងម៉េចចាធ្វើយ៉ាងម៉េចល្អឬអាចធ្វើយ៉ាងណាល្អចាពេលនេះគឺមានវិន័យដូចគ្នាអញ្ចឹងសិក្សានៅពាក្យមួយទៀតទៅលើប្រយោគបន្ទាប់ 나는 이제 집에도 돌아갈 수 없구나 ចាចាប់ពីពេលនេះទៅខ្ញុំមិនអាចត្រឡប់ទៅផ្ទះបានទេចាសិក្សាបន្ថែមទៀតជាមួយនឹងខ្ញុំតារ៉ាហេភូសេយោ 돌아갈 수 없구나 ចាសូមអានម្ដងទៀត 돌아갈 수 없구나 ចាពេលនេះមានន័យថាมันអាចត្រឡប់ទៅផ្ទះបានឡើយចាអ្នកណាដែលមិនអាចត្រឡប់ទៅផ្ទះបានឡើយចាពេលនេះគង់ជីកំពុងតែមានការបារម្ភព្រោះថានាងខ្លះធ្វើការអត់ទាន់ហើយនឹងអាចដូចថាត្រូវម្ដាយមិនអាចជួបផ្ទះវិញអញ្ចឹងត្រឡប់មកការសិក្សារបស់យើងវិញ 돌아가다 돌아가다 ចាពេលនេះមានន័យថាត្រឡប់មកវិញអញ្ចឹងឧទាហរណ៍ថា 집에 돌아가다 집에 돌아가다 ចាមានន័យថាត្រឡប់ទៅផ្ទះអញ្ចឹងពាក្យថា 집 មានន័យថាផ្ទះអញ្ចឹងនេះខ្ញុំសូមលើកឧទាហរណ៍មួយទៀតដើម្បីងាយយល់ជាងនេះ 학교에 돌아가다 학교에 돌아가다 ចាពេលនេះមានន័យថាត្រឡប់ទៅសាលាវិញអញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយពាក្យថា 학교 ចាមានន័យមិនដឹងទេចានេះខ្ញុំបានបញ្យល់នៅការពិសព្ទមួយរួចមកហើយគឺមានន័យថាសាលារៀនចាសាលារៀនអញ្ចឹងបន្តនៅការសិក្សាជាបន្ថែមទៀតជាបន្តទៀត콩지는 눈물을 뚝뚝 흘렸습니다. 자, ning 콩지 បានស្រត់ទឹកភ្នែកតចាគួរអាននឹងមែនទេតោះយើងនៅគ្នាចូលទៅសិក្សាជាបន្តទៀតណាអានតាមអ្នកខ្ញុំទាំងអស់គ្នាតារ៉ាហេពូសេយោ 눈물을 뚝뚝 흘렸습니다. 눈물을 뚝뚝 흘렸습니다.
ចាពីនេះមានន័យថាហូរទឹកភ្នែកស្រក់មកតចាអញ្ចឹងពាក្យថាទុកទុកពីនេះមានន័យថាចង់និយាយអំពីទឹកដែលស្រស់ឬក៏ទឹកភ្លៀងដែលស្រស់ឬក៏យើងនិយាយថាក្នុងលក្ខណៈនេះគឺជាចង់និយាយថាទឹកភ្នែកដែលស្រក់មកហូរមកតមកតែម្ដងអញ្ចឹងលើឧទាហរណ៍ថា 눈물을 흘렀습니다. 눈물을 흘렀습니다. ចាមានន័យថាហូរស្រក់ទឹកភ្នែកមកចាស្រក់ទឹកភ្នែកមកអញ្ចឹង 눈물을 흘리다. 눈물을 흘리다. ចាមានន័យថាហូរឬក៏ស្រក់ទឹកភ្នែកវាគឺជាកិរិយាសព្ទដើមអញ្ចឹងឧទាហរណ៍ថា 아이가 눈물을 뚝뚝 흘렀어요. 아이가 눈물을 뚝뚝 흘렀어요. ចាមានន័យថាកូនក្មេងនឹងបានយំទឹកឬថាបានយំនឹងស្រក់ទឹកភ្នែកហូរមកតតែម្ដងចាមានន័យថាយំរឿងអីទេប្រហែលជាមកអត់តែស្គាល់គ្រូអត់ទេដឹងចានិយាយលេងទេអញ្ចឹងយើងនាំគ្នាសិក្សាជាបន្តទៀតក៏ប៉ុន្តែមុននឹងចូលសិក្សានៅវគ្គបន្តនៅវគ្គទី1នេះក៏បានបញ្ចប់ត្រឹមនេះដែរអញ្ចឹងបន្តនៅសិក្សានៅវគ្គទី2ហើយសូមស្ដាប់ជាភាសាកូរ៉េជាមុនសិននៅរឿងនិទានខុងជីផាត់ជីឆាធឺរសេយោ콩쥐 팥쥐. 그때 소 한 마리가 하늘에서 구름을 타고 내려왔습니다. 그리고 콩쥐 대신 풀을 다 뽑아준 뒤 다시 하늘로 올라갔습니다. 며칠 후 새 엄마는 콩쥐에게 말했습니다. 부엌에 있는 저 독에 물을 가득 채워 놓아라.ចាបន្តសិក្សានៅរឿងព្រេងនិទានជាបន្តទៀតដែលនេះខ្ញុំនឹងបញ្យល់នៅប្រយោគក៏ដូចជាពាក្យនីមួយៗក្នុងរឿងនេះដល់មិត្តអ្នកស្ដាប់ជាទាំងអស់គ្នាចាតោះចូលទៅរៀននិងសិក្សាទាំងអស់គ្នាជាមួយនេះខ្ញុំតែម្ដងណាសូមអាននិងសិក្សាតាមនេះខ្ញុំទាំងអស់គ្នា 그때 소 한 마리가 하늘에서 구름을 타고 내려왔습니다. ចាពេលនោះស្រាប់តែមានសត្វគោមួយក្បាលបានជីពពកចុះពីលើមេឃមកចាអូគោជាជីពពកមកទៀតចាសិក្សាបន្ថែមទៅលើពាក្យថា 구름을 타고 구름을 타고 ពេលនេះមានន័យថាជីពពកអញ្ចឹងពាក្យថាពពកមានដឹងទេថាមានន័យថាម៉េចពាក្យជាភាសាកូរ៉េចានេះខ្ញុំសូមប្រាប់តែម្ដងណាគឺពាក្យថា 구름 구름 ចាមានន័យថាពពកអញ្ចឹងពាក្យថា so ពេលនេះមានន័យថាសត្វគោចាសត្វគោមានអ្នកឃើញសត្វគោហ៎ចាប្រកាសជាឃើញហើយគឺសត្វគោដែលនៅតាមវាលស្រែចាអញ្ចឹងបន្តសិក្សានៅពាក្យនេះដដែលថាគោគេដែលសព្ទដើមរបស់ពាក្យថាគោគឺជាពាក្យថាថាតាមានន័យថាជីអញ្ចឹងបើសិនជាយើងនិយាយថា 무엇을 타다 무엇을 타다 មានន័យមិនដឹងទេចាមានន័យថាជីនៅអ្វីមួយចាជីនៅអ្វីមួយអញ្ចឹងនេះខ្ញុំសូមលើកឧទាហរណ៍ខ្លះៗដើម្បីងាយយល់ជាងនេះ 자동차를 타다 자동차를 타다 ចាពេលនេះមានន័យថាជីឡានអញ្ចឹងពេលឡានមាននឹងខ្ញុំនិយាយហើយមានចាមិនថាមិនដែរមាននឹងចាសូមប្រាប់តែម្ដងណា 자동차 ពេលនេះមានន័យថាឡានឬក៏រថយន្តអញ្ចឹងនេះខ្ញុំនឹងលើកឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់ជាងនេះ 자전거를 타다 자전거를 타다 ចាពេលនេះមានន័យថាជិះកង់ចាជិះកង់ទៅមើលអីមួយអញ្ចឹងពាក្យថា 자전거 ពេលនេះមានន័យថាកង់ចាកង់អញ្ចឹងលើកឧទាហរណ៍មួយទៀតដើម្បីឲ្យងាយយល់ជាងនេះបន្ថែមតទៅទៀតចាសូមស្ដាប់តាមនេះខ្ញុំទាំងអស់គ្នាណា 지하철을 타다 지하철을 타다 ចាជារថភ្លើងក្រោមដីចាអញ្ចឹងអ្នកទាំងអស់គ្នាដឹងហើយពាក្យថាជារថភ្លើងក្រោមដីចាអញ្ចឹងប្រហែលជាបងប្អូនមិនមានស្ដាប់ឬក៏បងប្អូនពលករឬក៏បងប្អូនដែលរស់នៅប្រទេសកូរ៉េតែម្ដងធ្លាប់ជិះមកហើយនៅឡានក្រុងឬក៏រថភ្លើងក្រោមដីអញ្ចឹងយើងហៅរថភ្លើងក្រោមដីទាំងអស់គ្នានៅពាក្យថា
지하철 지하철 자, 미니타 루플릉 그럼 다이 무엇을 타고 왔어요? 무엇을 타고 왔어요? 지하철 타고 왔어요. 자, 따냐 지사이 마오는 무엇을 타고 왔어요? 지사이 마오는 지하철 타고 왔어요. 김치 루플릉 그럼 다이 마오. 자,មួយទៀតណា 무엇을 타고 한국에 왔어요? 무엇을 타고 한국에 왔어요? 자, mau bật tay cái chị ấy mau nè. Thư chuyện đằng đại đằng chị ấy mau. 자, bật chị ấy chị 그 chị gặp bảo ho. 자, 윤 ho tại mặt đó. 비행기를 타고 왔어요. 비행기를 타고 왔어요. 자, chị 윤 ho mau mà đọc bật tay cái đấy này chẳng biết hả? 비행기 비행기 미니타 gặp bảo ho được 윤 ho tại mặt đó 자, 윤 ho.បន្តសរសេរបន្តទៀតទៅលើប្រយោគបន្ទាប់ណា 그리고 콩쥐 대신부를 다 뽑아준 뒤 다시 하늘로 올라갔습니다. 자, hai bạn là phát cô nữa á, để bạn đo smile chùm nụ niềng không chi, về để đo smile rủi hái còn rụt thà rụt ra lan tới lưng mấy chỉ bằng toàn phim. Cha, chật lọ mình tới sát cô nó chui đo smile chùm nụ niềng không chi. Chẳng như trong khi sao mình tham tiết chỉ mùi nâng biết không phải dụ ni tạm đó. 따라 해보세요. 하늘로 올라갔습니다. 하늘로 올라갔습니다. 자, 비니 미니타 랑뜰 르메. 자, 인정 비타 올라갔습니다. 올라갔습니다. 비니 미니타 랑뜰. cái này sắp đang là viết cứ 올라가다. 올라가다. 미니타 랑뜰. 인정 biết tới biết tha lang tới cứ chỉ biết tha 내려가다. 내려가다. 자, 비니 미니타 chỗ tới. 자, 인정 này cái năng lượng ưu tí họ class đảm bay ở nghề dụ trình đi. 위로 올라갔습니다. 위로 올라갔습니다. 자, 미니타 lang tới. 자, lang từ lư, lang từ lư. Trong và phân chia biết thà vì mình thà lờ vì vì ní mình này cho mình tên của mình tác không ăn tập bọt không này thằng ngày ní mình thà lờ chả 아래로 내려갔습니다. 아래로 내려갔습니다. 자, 비니 도크니에 미니 타 cho từ còng. Trong biết thà 아래 미니 타 còng. 며칠 후 새 엄마는 콩쥐에게 말했습니다. 자, 보면 thằng cái mà đại trong rồi còn mà đại tham ai được bỏ 콩쥐 nó có ba này gì tha. 자, 이제 이렇게 해서 한번 다시 따라 해보세요. 며칠 후. 며칠 후. 자, 미니 타 본만 thằng 자, 본만 thằng 그러면 우리가 타 이틀 후에. 이틀 후에 미니 타 비 thằng 그러면. trong 서서 한번 다시 부엌에 있는 저독에 물을 가득 채워 넣어라. 자, 비니 미니타 đong tức ở bênក្នុងពានតែនៅក្នុងចង្ក្រានបាយនោះ 자,សរសេរបន្ថែមទៀតជាមួយនឹងខ្ញុំនៅពាក្យថា 물을 가득 채워 넣어라. 물을 가득 채워 넣어라. ពេលនេះមានន័យថាដងទឹកឲ្យពេញ ចាការសិក្សាថ្ងៃនេះក៏ដល់ឈានទីបញ្ចប់ត្រឹមនេះដែរហើយនៅម៉ោងក្រោយនេះខ្ញុំនឹងបន្តបង្រៀននិងបញ្យល់ក្នុងរឿងព្រេងនីតិនេះជាបន្តទៀតសំខាន់ថាបងប្អូនអ្នកស្ដាប់នឹងយកពេលវេលាដើម្បីសិក្សារឿងនេះជាបន្ថែមទៀតចាសង្ឃឹមថាជួបគ្នាថ្ងៃក្រោយទៀតណាសូមអរគុណសូមជម្រាបលា